សូមស្វាគមន៍បងប្អូនអរគ្នាមកកាន់ account Channel ឥឡូវនេះយើងមកសិក្សាអំពីជំនឿសាសនាដែលនេះដកស្រង់ចេញពីកម្មវិធីប្រឡង PLP ឥឡូវនេះគេដាក់មានឈ្មោះកម្មវិធី4ជំនឿនិងសាសនាសកម្មភាពនិងតម្លៃអប់រំខ្ញុំសូមសង្ខេបទេព្រោះអីមិនបាននិយាយជារបស់ក្បាយទេព្រោះនេះជាវីដេអូដំបូងឈ្មោះកម្មវិធីមានដូចជាពិធីបុណ្យមាឃបូជាពិធីបុណ្យម៉ារ៉ាម៉ាដនពិធីបុណ្យណូអែលពិធីបុណ្យសែនអ្នកតាជំនឿព្រះពុទ្ធសាសនាជំនឿសាសនាព្រះពុទ្ធសាសនាសាសនាអ៊ីស្លាមសាសនាគ្រឹះជំនឿដូនតាសកម្មភាពក្នុងកម្មវិធីបុណ្យ1ពុទ្ធបរិស័ទនាំគ្នាដង្ហែប្រទក្សិណជុំវិញវិហារនិងប្រគេនដល់ព្រះសង្ឃសាសនិកអ៊ីស្លាមទាំងតមអាហារនិងទឹករយៈពេល1ខែពេញគ្រឹះសាសនាគ្រឹះសាសនារៀបចំដើមគ្រិស្តជួបជុំគ្រួសារច្រៀងចម្រៀងនិងជូនកាដូអ្នកភូមិជួបជុំគ្នារៀបចំសក្ការៈបូជាសែនព្រេនតាមអាស្រមអ្នកតាក្នុងសហគមន៍តម្លៃអប់រំក្នុងសហគមន៍ក្នុងសង្គមរំលឹកដល់អំពើល្អមិនប្រព្រឹត្តបាបនិងសម្អាតចិត្តឲ្យបរិសុទ្ធសាសនាអ៊ីស្លាមបង្កើនការអត់ធ្មត់និងស្គាល់សុខទុក្ខរបស់អ្នកខ្សត់និងការចែករំលែកទានសាសនាគ្រឹះក្តីស្រឡាញ់ភាពកក់ក្ដៅគ្រួសារនិងសេចក្តីមេត្តាករុណាចំពោះមនុស្សលោកពិធីសែនព្រេនដូនតាបង្ហាញការដឹងគុណចំពោះធម្មជាតិនិងបង្កើនសាមគ្គីភាពរវាងអ្នកភូមិនិងអ្នកភូមិជួបគ្នានៅវីដេអូក្រោយនៅម៉ោងសិក្សាសង្គម